សួស្តីប្រិយមិត្តអរគ្នាថ្ងៃនេះគឺខ្ញុំចង់លើកយកតទៅនឹងព័ត៌មានអាប់ដេតករណីដែល Tesla Model Y គឺបានបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនៅប្រទេសចិនកាលនោះគឺមានមនុស្សដល់ទៅ2នាក់នោះដែលស្លាប់បាត់បង់ជីវិតហើយនឹង3នាក់ផ្សេងទៀតគឺរងរបួសហើយខ្ញុំក៏មានព័ត៌មានអាប់ដេតមួយចំនួនតទៅនឹង Tesla ផងដែរអ្នកនរនេះប្រហែលជានៅចាំឲ្យកាលពីចុងឆ្នាំ2022កន្លងទៅគឺមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្ត Tesla Model Y ពណ៌សមួយគ្រឿងគឺបើកយ៉ាងលឿននៅលើផ្លូវដែលមានមនុស្សយ៉ាងច្រើនអ៊ូអរហ្នឹងហើយក្នុងករណីនេះគឺរថយន្តគឺបានបង្កគ្រោះថ្នាក់ដែលធ្វើឲ្យមនុស្សដល់ទៅ2នាក់ស្លាប់បាត់បង់ជីវិតហើយនឹង3នាក់ផ្សេងទៀតគឺរងរបួសអញ្ចឹងថ្ងៃនេះគឺព័ត៌មានច្បាស់ការពីចិនមកគឺបន្ទាប់ពីការធ្វើបើការស៊ើបអង្កេតរយៈពេលប្រហែលខែ3-4 ខែកន្លងមកហ្នឹងគឺនៅពេលហ្នឹងគឺលទ្ធផលបានបញ្ជាក់ចេញមកហើយករណីដែលរៀន Tesla បង្កគ្រោះថ្នាក់ចរាចរណ៍នេះគឺมันពាក់ព័ន្ធជាមួយនឹងបញ្ហារបស់ Tesla ទេគឺគ្មានករណី malfunctioning ឬក៏គ្មានករណីមានបញ្ហាទាក់ទងទៅនឹងមុខងារ Tesla Autopilot នោះទេអញ្ចឹងនៅក្នុងរបាយការណ៍បានបង្ហាញយ៉ាងច្បាស់ថាករណីនេះគឺជាកំហុសរបស់អ្នកបើកបរផ្ទាល់អញ្ចឹងបើតាមរបាយការណ៍ចុងក្រោយគឺគេបញ្ជាក់នៅក្នុងលក្ខខណ្ឌ3ចំណុចដែលបញ្ជាក់ថាគឺរថយន្តនឹងមិនមានបញ្ហាទេនៅពេលដែលបង្កគ្រោះថ្នាក់ហ្នឹងអញ្ចឹងទី1គឺនៅក្នុង statement បានបង្ហាញថារថយន្តគឺបានជន់ gear ហ្នឹងគឺកប់ពេញ 100% តែម្ដងនៅលើដងផ្លូវហ្នឹងអញ្ចឹងអ្នកនេះបានមើលវីដេអូហ្នឹងគឺច្បាស់ជាដឹងហើយថាឡានគឺវាស្ទុះលឿនខ្លាំងប៉ុណ្ណាហើយល្បឿនថេរដល់ពេលជន់ហ្នឹងគឺលឿនខ្លាំងមែនទែនហើយលក្ខខណ្ឌទី2គឺនៅពេលដែលរថយន្តហ្នឹងគឺកំពុងតែរត់យ៉ាងលឿនគឺมันមានសញ្ញាបង្ហាញពីការជន់ហ្វ្រាំងទេយកមកថាគឺឡានគឺជន់ gear ជាប់តែម្ដងអញ្ចឹងគឺអត់ចង់បន្ថយល្បឿនទេហើយទី3គឺ5វិនាទីមុនពេលដែលឡាននឹងបង្កគ្រោះថ្នាក់បុកនៅពេលចុងក្រោយដែលធ្វើឲ្យឡាននឹងគឺខ្ទេចតែម្ដងហ្នឹងគឺល្បឿនរបស់រថយន្តគឺដល់ទៅ164គីឡូម៉ែត្រក្នុង1ម៉ោងគឺលឿនខ្លាំងមែនទែនគឺយើងអាចនិយាយបានថាបើសិនជាល្បឿនប៉ុណ្ណឹងសូម្បីតែលើផ្លូវ highway ក៏ពិបាកនឹងការគ្រប់គ្រងចង្កូតដែរបើសិនជានៅក្នុងចរាចរណ៍ដែលរៀងមមាញឹកខ្លាំងហ្នឹងអញ្ចឹង163គីឡូម៉ែត្រ164គីឡូម៉ែត្រគឺពិតជាលឿនមែនទែនសម្រាប់ការបើកបរជាពិសេសគឺនៅក្នុងស្ថានភាពផ្លូវដែលរៀងតូចជាងអៀតចឹងហើយយើងមើលទៅគឺមានទាំងកង់មានទាំងម៉ូតូមានទាំងមនុស្សដើរមានទាំងលំមកមានទាំងឡានគឺពិបាកនឹងការឲ្យឡានគឺបើកដល់ទៅល្បឿនប៉ុណ្ណឹងអញ្ចឹងក្នុងករណីនេះគឺអាជ្ញាធរចិនក៏អត់ទាន់បានបញ្ជាក់ថាតើមូលហេតុនេះគឺដោយសារតែម្ចាស់អ្នកបើកបរនេះគឺមានបំណងចង់បើកបែបហ្នឹងឬក៏ដោយសារតែគាត់មានបញ្ហាសុខភាពឬក៏គាត់មានបញ្ហាសតិអារម្មណ៍ណាមួយដែលធ្វើឲ្យការគ្រប់គ្រងឡានគឺជន់ដល់ទៅកុងទ័រដល់ទៅល្បឿន164គីឡូម៉ែត្រក្នុង1ម៉ោងគឺពិតជាលឿនមែនទែនអញ្ចឹងច្បាស់ការ 100% បញ្ហានេះគឺมันពាក់ព័ន្ធជាមួយនឹងមិនមែនជាកំហុសរបស់ Tesla នោះទេគឺជាកំហុសរបស់អ្នកបើកបរព័ត៌មានទី2គឺតកតងទៅនឹងនៅចិននេះគ្នាគឺករណី Tesla Model Y ដែលផលិតចាប់ពីខែមករាឆ្នាំ2023នេះមកគឺវាបានបំពាក់មកជាមួយនឹងប្រព័ន្ធ boom គឺប្រភេទ comfort suspension ដោយជាទៅគឺខ្ញុំតែនិយាយថា boom របស់ Tesla Model Y របស់ខ្ញុំគឺវារៀងរឹងវា firm ខ្លាំងហើយតែប៉ះផ្លូវដែលរៀងកលុករៀងរលាកឬក៏ប្រភេទផ្លូវបេតុងអីហ្នឹងគឺវាបង្កើតជាសំឡេងរំខានឬក៏ការរលាកចុះដល់ខាងក្នុងធ្វើឲ្យពេលខ្លះគឺមានអារម្មណ៍ថាវាអត់សូវ comfort នោះទេព័ត៌មានទី3គឺតកតងទៅនឹង Tesla គឺបានបើកឲ្យរថយន្តអគ្គិសនីដែលមិនមែនជា Tesla នៅសហរដ្ឋអាមេរិកគឺអាចសាកថ្មនៅស្ថានីយ៍ Tesla Supercharge របស់ខ្លួនមួយចំនួនហើយក្នុងនេះគឺតម្លៃនៃការសាកថ្មគឺខ្ពស់ជាង Tesla គឺ10សេនក្នុង1គីឡូវ៉ាត់ម៉ោងប៉ុន្តែបើសិនជាអ្នកនាងចង់ឲ្យតម្លៃនៃអគ្គិសនីគឺថយចុះស្មើទៅនឹងរថយន្ត Tesla ជាទូទៅនេះគឺយើងអាចប្រើសេវា subscription បានថាយើងជួលsubscription សេវាហ្នឹងគឺក្នុងតម្លៃ$12.99សេននៅក្នុងមួយខែអញ្ចឹងនៅពេលយើងសាកថ្មគឺតម្លៃរបស់យើងគឺថេរស្មើទៅនឹងម្ចាស់ Tesla ជាទូទៅដែរអញ្ចឹងគឺពិតជាល្អមែនទែនក្នុងករណីនេះពេលដែលយើងធ្វើ road trip យូរម្ដងអីគឺនៅក្នុងខែដែលយើងត្រូវធ្វើ road trip គឺយើងអាច subscribe ទៅកាន់សេវាហ្នឹងបានគឺ$13ហ្នឹងហើយបន្ទាប់ពីហ្នឹងហើយគឺយើងអាច cancel service នឹងចោលទៅអញ្ចឹងបានថាយើងចង់ subscribe នៅពេលណាក៏បានហើយយើងចង់លុបចោលវិញនៅក្នុងសេវាហ្នឹងពេលណាក៏បានដែលយើងចង់ទី4ជាព័ត៌មានចុងក្រោយគឺបន្ទាប់ពីឃើញនៅវីដេអូមួយចំនួននៅក្នុងវេទិកា Investor Day របស់ Tesla មក
គឺមានរូបភាពបង្ហាញតកតងទៅនឹងរថយន្ត Tesla Model S ដែលចតនៅក្នុងផ្ទះគឺវាដូចជាភ្ជាប់មកជាមួយនឹងប្រភេទឆ្នាំងសាក wireless គឺនៅពេលដែលផ្ទៀងផ្ទាត់មែនទែននៅពេលនេះគឺកំពុងតែលេចលឺយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធ media Twitter ដែលមានរូបភាពផុសបន្តយ៉ាងច្រើនតកតងទៅនឹងឆ្នាំងសាកប្រភេទថ្មីដែលអាចនឹងភ្ជាប់ជាមួយនឹងរថយន្តTesla ស៊េរីថ្មីនេះគឺមានលទ្ធភាពឲ្យវាអាចសាកដោយ wireless បានដោយមិនបាច់ចាំប្រើខ្សែនោះទេអញ្ចឹងវាពិតជាល្អមែនទែនសម្រាប់អ្នកដែលពេលខ្លះគឺអាចភ្លេចដោតឆ្នាំងសាកនៅពេលណាយើងចូលដល់ក្នុងផ្ទះនោះគឺយើងអាចប្រើប្រាស់ wireless charger នៅពេលដែលយើងមកដល់គឺគ្រាន់តែចូលនៅក្នុង spot grass របស់យើងទៅហើយយើងអាច schedule ឬក៏ដំណើរការសាកវាគឺតាមរយៈ Tesla app នៅក្នុងទូរស័ព្ទយើងបានពិតជាងាយស្រួលមែនទែនហើយវាក៏ជាអនាគតដែលអាចធ្វើឲ្យរថយន្ត Tesla នេះគឺអាចសាកថ្មខ្លួនឯងបាននៅពេលណាដែលវាមានសមត្ថភាពបើកបរដោយ swipe board គឺពេញលេញ fully autonomous ហើយជាពិសេសគឺតកតងទៅនឹង robot taxi ហ្នឹង